បាទសូមជម្រាបសួរលោកគ្រូអ្នកទាំងអស់គ្នាដែលតាមដានវីដេអូមួយនេះខ្ញុំបាទឈ្មោះញ៉ាមសុជាតិខ្ញុំបាទនឹងសូមចែករំលែកទៅនឹងការប្រើប្រាស់នៅកម្មវិធីមួយហៅថាកម្មវិធី Socrative ដែលជាកម្មវិធីមួយដើម្បីជំនួយដល់ការបង្រៀននិងរៀនដែលលោកគ្រូអាចបង្កើតនៅខ្លឹមសារមេរៀនក៏ដូចជាការបង្កើតនៅកម្រងស្នូលតេស្តដើម្បីយើងធ្វើការងារជាមួយនឹងគ្រូសិស្សឬក៏អាចធ្វើឲ្យមានអន្តរកម្មរវាងសិស្សនិងគ្រូកាន់តែមានភាពល្អប្រសើរបាទអញ្ចឹងដើម្បីឲ្យលោកគ្រូអាចកាន់ឬក៏អាចប្រើប្រាស់កម្មវិធីនេះបានលោកគ្រូត្រូវតែ download ឬក៏ធ្វើយ៉ាងណាដើម្បីភ្ជាប់កម្មវិធីនេះបានជាមុនសិនបាទអញ្ចឹងដំបូងឡើយលោកគ្រូត្រូវទៅចូលក្នុងកម្មវិធី Google នេះណាកម្មវិធី Google នេះហើយវាយពាក្យថា Socrative បាទអញ្ចឹងវាយសកាត់ទៅយើងវាយពាក្យអក្សរ S O C R A T I V E Socrative បាទនេះណាអញ្ចឹងពេលយើងវាយវាហើយវានឹង load Socrative ហើយអញ្ចឹងយើងចុចពាក្យ search ឬ enter ទៅបាទអញ្ចឹងវានឹងចេញមកផ្ទាំងនេះហៅថា home stay home របស់តទៅជាមួយ Socrative បាទនេះណាអញ្ចឹងនៅពេលដែលលោកគ្រូឃើញពាក្យថា Socrative នេះលោកគ្រូចុចលើពាក្យ home Socrative នេះចុចលើវាមកដើម្បីយើងអាចប្រើប្រាស់វាក៏អាចបង្កើតវាបានអញ្ចឹងចុចលើវាមកបាទអញ្ចឹងនៅពេលដែលយើងចុចលើវាមកវានឹងជាផ្ទាំងមកបែបនេះអញ្ចឹងលោកគ្រូគ្រាន់តែចុចលើពាក្យមួយចំនួនដែលយើងត្រូវអាចបង្កើតវាបានយើង log in នេះណាលោកគ្រូគុំចុចកន្លែងណាផ្សេងគឺចុច log in ទៅហើយព្រោះអីបានអញ្ចឹងព្រោះខណៈយើងចុច log in ដើម្បីសួរក្នុងការភ្ជាប់ជាមួយនឹង Gmail របស់យើងថាបើយើងលោកគ្រូចុចយក sign up for free វាបំពេញព័ត៌មានទាំងច្រើនបន្តិចអញ្ចឹងលោកគ្រូអាចយកពាក្យថា log in នេះដើម្បីយើងអាចបំពេញបានណាអញ្ចឹងលោកគ្រូចូល log in បាទពេលយើងវាយវាថា log in ហើយវានឹងចេញផ្ទាំងមួយទៀតមកលោកគ្រូអាចឃើញហើយអញ្ចឹងវាចេញផ្ទាំងមកយើងឲ្យបញ្ចូល email បញ្ចូល password ណាប៉ុន្តែលោកគ្រូកុំទៅប៉ះពាល់វាលោកគ្រូទៅបញ្ចូលមួយទៀតត្រង់កន្លែងថា sign with Google អញ្ចឹងលោកគ្រូគ្រាន់តែចូលដល់ sign with Google នេះលោកគ្រូនឹងអាចបង្កើតកម្មវិធី Socrative បានសម្រាប់ចា៎ណាអញ្ចឹងចូលនៅកម្មវិធី Google នេះមកបាទ sign in with Google នេះណាបាទអញ្ចឹងនៅពេលយើង sign in Google វានឹងទាមទារសួរតើយើងភ្ជាប់ Gmail ណាមួយដែលកំពុងប្រើហ្នឹងដោយសារតែខ្ញុំកំពុងតែប្រើ Gmail មួយនេះអញ្ចឹងខ្ញុំសូមភ្ជាប់ទៅ Gmail មួយតែម្ដងគឺសុជាតិញ៉ាម @gmail នេះអញ្ចឹងខ្ញុំសប Gmail មួយនេះណាបាទអញ្ចឹងបន្តមកទៀតវានឹង load ឲ្យយើងទៅបន្តទៅយើងអាចចុច continue មកដើម្បីយើងបន្តទៅការងារយើងនឹងបានបាទនេះពេលយើងចុច continue ហើយវានឹង load ចេញបែបនេះយើងអាចចុចពាក្យ continue ម្ដងទៀតដើម្បីយើងបន្តទៀតអូខេចេញយើងវាទាំងមកនេះហើយអញ្ចឹងវាចេញមកបែបនេះយើងអាចបង្កើតបានហើយអញ្ចឹងពេលនេះវាចេញផ្ទាំងថា create account អញ្ចឹងនៅពេលដែលលោកគ្រូឃើញផ្ទាំងបែបនេះហើយលោកគ្រូគាត់ទៅចុច create account ដើម្បីយើងអាចបំពេញព័ត៌មានចំនួនទៅជាការស្រេចដែរណាអញ្ចឹងលោកគ្រូចុចលើ create account មកបាទនេះអញ្ចឹងវាមានផ្ទាំង3ផ្ទាំងដើម្បីយើងបំពេញព័ត៌មាននេះបានណាអញ្ចឹងលោកគ្រូគ្រាន់តែចូលបំពេញព័ត៌មាននៅក្នុងផ្ទាំងទី1ផ្ទាំងទី2និងផ្ទាំងទី3អញ្ចឹងលោកគ្រូគ្រាន់តែបំពេញមកឈ្មោះ first name របស់លោកគ្រូបាទណា first name របស់លោកគ្រូយើងអាចដាក់បំពេញមកឈ្មោះលោកគ្រូហ្នឹងអាចបំពេញបានបាទអញ្ចឹងខ្ញុំអាចបំពេញតាមជាក់ស្ដែងណាអញ្ចឹងនេះឈ្មោះអញ្ចឹងយើង confirm email ម្ដងទៀតមកបាទ email របស់យើងហើយយើង confirm email ម្ដងទៀតយើង copy វាក៏បានយើងបញ្ចូលវាក៏បានដល់បែបបញ្ចូលក៏បានអញ្ចឹងលោកគ្រូគាត់បញ្ចូលវាមកហើយលោកគ្រូបង្កើត create password ដែលអាច strong តែវាខ្លាំងដែលវាអាចនឹងការពារការច្រឡងឬក៏ពីខាងបានអញ្ចឹងលោកគ្រូអាចបង្កើតដោយឈូសមកដោយឈូសដោយខ្លួនឯងដោយបង្កើតដោយខ្លួនឯងអញ្ចឹងលោកគ្រូអាចបង្កើតបានណាអញ្ចឹងអាចបង្កើតតាមជាក់ស្ដែងទៅអញ្ចឹងលោកគ្រូវាយតាមលោកគ្រូចង់បានណាចឹងយើង confirm ម្ដងទៀតមកជើងពេលយើងបំពេញព័ត៌មានឈ្មោះរបស់លោកគ្រូរួចហើយ Gmail រួចហើយលោកគ្រូគ្រាន់តែចុចបង្កើត password ហើយចុច next មកណាចុច next មកវានឹងទៅឲ្យលោកគ្រូមកផ្ទាំងទៀតហើយណាអញ្ចឹងយើងចុច save មកដើម្បីយើងទាមទារណាហើយពេលយើងចេញមកដល់កន្លែងនេះយើងចុចត្រូវទៅជ្រើសរើសអង្គភាពទៅតើល
លោកគ្រូកំពុងធ្វើការនៅក្នុងអង្គភាពណាជាសាកលវិទ្យាល័យជាវិទ្យាល័យជានៅវិទ្យាល័យឬជាអីអញ្ចឹងលោកគ្រូអាចជ្រើសរើសពាក្យថា primary ឬ secondary school នេះណាតាមទៀតលោកគ្រូអាចជ្រើសរើសឈ្មោះរបស់លោកគ្រូសាលារបស់លោកគ្រូអញ្ចឹងត្រង់កន្លែងនេះបើសិនលោកគ្រូអត់មានឈ្មោះសាលាទេលោកគ្រូអាចដាក់ថាសាលាលោកគ្រូកំពុងតែបម្រើការក៏បានដែរបាទអញ្ចឹងពេលយើងវាយអក្សរអីមួយមកវាអាចចេញហើយអញ្ចឹងយើងអាចសញ្ញាធ្វើការស៊ីសេវាចាន់ស៊ីសេវាចំណុចហើយលោកគ្រូអាចចុចពាក្យ join បានណាបាទចេញពី join ហើយលោកគ្រូដល់កន្លែងនេះលោកគ្រូត្រូវបំពេញពាក្យថាតើលោកគ្រូជាតួនាទីជាអីជា teacher នេះទូរស័ព្ទនេះគឺ optional ទេលោកគ្រូអាចបំពេញក៏បានអត់ក៏បានតែមកលោកគ្រូចុចពាក្យថា agree នៅក្នុងកន្លែងប្រអប់តូចមួយនេះណាចុចអមទៅហើយចុច agree ហើយចុច finish បើតែចុច finish ហើយលោកគ្រូត្រូវតែរងចាំ Gmail មួយដើម្បីលោកគ្រូអាចទទួលបាន Gmail ពីសុខាភិបាលព្រោះនៅកាលណាវាចេញបែបនេះលោកគ្រូត្រូវតែយកលេខសម្គាល់នេះមកពី email របស់លោកគ្រូអញ្ចឹងលោកគ្រូចូលទៅក្នុង Gmail របស់លោកគ្រូមកដើម្បីលោកគ្រូអាចទទួលបាន Gmail របស់លោកគ្រូបំពេញព័ត៌មាននឹងបានណាអញ្ចឹងដល់ពេលដែលលោកគ្រូបំពេញព័ត៌មាននឹងហើយលោកគ្រូគ្រាន់តែបំពេញ submit មកជាការស្រេចហើយអញ្ចឹងដើម្បីឲ្យលោកគ្រូអាចទៅបំពេញការងារបំពេញឬក៏បង្កើត script ទៅបានលោកគ្រូធ្វើបែបហ្នឹងអញ្ចឹងដល់ពេលវា load Gmail មកហើយលោកគ្រូគ្រាន់តែចូល Gmail របស់លោកគ្រូហើយទៅ copy លេខកូដដែលគេបានផ្ញើចូល Gmail ហ្នឹងមកហើយចុច submit មកជាការស្រេចហើយណាបាទអញ្ចឹងដើម្បីឲ្យលោកគ្រូអាចងាយស្រួលក្នុងការប្រើប្រាស់សុខាភិបាលបានខ្ញុំចូលទៅកម្មវិធីសុខាភិបាលតែម្ដងដើម្បីលោកគ្រូអាចមើលតើកម្មវិធីហ្នឹងវាប្រើប្រាស់មានកម្មវិធីខ្លះបាទសូមអញ្ជើញអញ្ចឹងទាំងអស់គ្នាខ្ញុំបាទសុខរាត្រីខ្ញុំចូលទៅ account ខ្ញុំតខ្លួនតែម្ដងដើម្បីងាយស្រួលក្នុងការធ្វើអញ្ចឹងលោកគ្រូអាចចូលទៅមើលខ្ញុំបានតើកម្មវិធីសុខាភិបាលអាចធ្វើអីខ្លះបានបាទណាអញ្ចឹងខ្ញុំចូលនៅក្នុង account មួយទៀតរបស់ខ្ញុំបាទនេះអញ្ចឹងនៅពេលដែលខ្ញុំដោយសារតែខ្ញុំ account មានស្រាប់ហើយអញ្ចឹងពេលណាខ្ញុំចុចពាក្យ login ទៅវានឹងលោតចេញផ្ទាំងមកបែបនេះអញ្ចឹងលោកគ្រូឃើញផ្ទាំងបែបហ្នឹងគឺលោកគ្រូអាចបង្កើតវាបានអាចបង្កើតកម្រងស្នួលឲ្យបានណាអញ្ចឹងនៅពេលលោកគ្រូអាចធ្វើការងារនឹងបានលោកគ្រូនៅពេលដែលលោកគ្រូមាន account នឹងឲ្យស្រាប់លោកគ្រូគាត់អាចចូលនៅក្នុងកម្មវិធីមួយមកណាមានពាក្យ launch មាន library មាន discover មាន room មាន report មាន live result ជាដើមអញ្ចឹងដើម្បីលោកគ្រូអាចបង្កើតកម្រងសំណួរឬក៏ខ្លឹមសារមានបានលោកគ្រូគ្រាន់តែចុចនៅក្នុង library នេះមកចុច library ដើម្បីយើងអាចបង្កើតកម្រងសំណួរបានដោយចុចលោកគ្រូចុច quiz នេះណាអញ្ចឹងចុច quiz នេះមកអញ្ចឹងខ្ញុំទៅមួយសិនណាអញ្ចឹងលោកគ្រូពេលដែលលោកគ្រូចង់បង្កើតខ្លឹមសារមានណាមួយនៅក្នុង library របស់យើងលោកគ្រូគ្រាន់ចុច library មកហើយចូលនឹងពាក្យតែ quiz ចូល library ហើយចូលលោកគ្រូឃើញពាក្យ add quiz នេះ add quiz នេះណាអញ្ចឹងពាក្យ add quiz លោកគ្រូអាចបង្កើតសំណួរបានអញ្ចឹងលោកគ្រូឃើញ scroll មកឃើញមានពាក្យមានច្រើន tab អញ្ចឹងលោកគ្រូអាចបង្កើតកម្រងសំណួរដោយយកសំណួរពីសំណួរមានស្រាប់ក៏បានឬក៏លោកគ្រូគ្រាន់តែ copy paste មកក៏បានណាអញ្ចឹងលោកគ្រូអាចបង្កើតសំណួរដោយចេញពីកម្រងសំណួររបស់លោកគ្រូនេះកន្លែងនេះចុចលេខនេះណាបើសិនជាករណីលោកគ្រូមានកម្រងសំណួរហើយស្រាប់លោកគ្រូគ្រាន់ចុចលើពី copy paste នេះដើម្បីបង្កើតសំណួរបានហើយបើសិនជាករណីលោកគ្រូចង់បង្កើតសំណួរមួយលោកគ្រូអាចចូលកន្លែងនេះបានឥឡូវឧទាហរណ៍មួយចុះខ្ញុំនឹងទៅបង្កើតកម្រងសំណួរតេស្តដោយខ្ញុំយកសំណួរមានស្រាប់ពីកម្មវិធី Word របស់ខ្ញុំអញ្ចឹងខ្ញុំចុចលើវាមកនេះចុចលើវាបាទពេលចុចលើវាហើយលោកគ្រូនឹងឃើញផ្ទាំងមួយនេះអញ្ចឹងលោកគ្រូអាច copy កម្រងសំណួររបស់លោកគ្រូបានយ៉ាងហោចណាស់មាន 3000 ពាក្យអញ្ចឹងកម្មវិធីសុខាភិបាលនឹងអាចឲ្យលោកគ្រូ copy ពាក្យបានចូលទៅក្នុងនេះបាន 3000 ពាក្យអញ្ចឹងខ្ញុំនឹងឧទាហរណ៍លោកគ្រូមើលដោយសារតែខ្ញុំមានកម្មវិធី Word មួយដែលមានកម្រងសំណួរឲ្យស្រាប់ខ្ញុំចូលក្នុងកម្មវិធី Word របស់ខ្ញុំណានេះខ្ញុំចូលកម្មវិធី Word របស់ខ្ញុំដើម្បីអាចបង្កើតកម្រងសំណួរបានអញ្ចឹងខ្ញុំសាកចូលកន្លែងនេះដើម្បីបង្កើត copy paste នៅកម្រងសំណួរដែលខ្ញុំមានស្រាប់ដើម្បីសាកល្បងបង្កើត quiz នៅក្នុងតារាងនៅក្នុងកម្មវិធីសុខាភិបាលបានអញ្ចឹងខ្ញុំចូលទៅកម្រងសំណួរខ្ញុំមានស្រាប់ឥឡូវខ្ញុំទៅដល់សំណួរហ្នឹងខ្ញុំគ្រាន់តែ copy paste ទេទីឲ្យខ្ញុំ copy paste អញ្
ខ្ញុំ copy paste សំណួរមួយចំនួនចូលចុះទៅ copy 5សំណួរចឹងណាអញ្ចឹងខ្ញុំ copy 5សំណួរចូលហើយខ្ញុំមានសំណួរស្រាប់នេះ5សំណួរអញ្ចឹង5សំណួរនេះទី5សំណួរចឹងកុំឲ្យច្រើនពេក5សំណួរនេះខ្ញុំ copy paste ខ្ញុំ copy វាហើយខ្ញុំទៅកម្មវិធីនឹងដដែលហើយខ្ញុំផាសទៅលើកន្លែងដាក់ 3000 ពាក្យនេះណាអញ្ចឹងផាសទៅលើមើលមកហើយពេលដែលគ្រូផាសគ្រូឃើញមានកន្លែងនេះហើយកន្លែងនេះគឺមានថាបើសិនករណីលោកគ្រូ copy មកបាន 1000 ពាក្យវានឹងចេញមក 1000 ពាក្យហើយតែយើងអាចរហូតដល់បាន 3000 ពាក្យណាអញ្ចឹងលោកគ្រូអាច copy បន្តបានបើសិនគ្រូចង់ប៉ុន្តែខ្ញុំជាឧទាហរណ៍ទេខ្ញុំបង្កើតឲ្យលោកគ្រូមើលអញ្ចឹងអាចខ្ញុំចុច add quiz តែម្ដងបាទនេះ add អញ្ចឹងវាកំពុងតែ importing ហើយកណ្ដាលវាកំពុង load អញ្ចឹងវា importing ឲ្យលោកគ្រូវិញអញ្ចឹងលោកគ្រូអាចរងចាំវាតើវា importing បានពេលណាវានឹងអាចចេញមកបាទនេះអញ្ចឹងវា importing បានសម្រាប់ហើយអញ្ចឹងនៅពេលដែលលោកគ្រូគាត់បញ្ចូលវាទៅវានឹងចេញមកឲ្យស្រាប់ហើយអ្វីដែលលោកគ្រូត្រូវព្រួបន្តគឺគ្រាន់តែ rename ឈ្មោះវាមកថាជាចំណងជើងថាម៉េចដាក់ទីហោប្រចាំខែឬក៏សំណួរសាកល្បងអញ្ចឹងទៅណាអញ្ចឹងលោកគ្រូអាចដាក់អញ្ចឹងបានដើម្បីយើងអាចបង្កើតវាបន្តមកទៀតលោកគ្រូចាំបាច់ត្រូវតែទៅបំពេញព័ត៌មានថាតើចម្លើយមួយណាត្រឹមត្រូវចម្លើយណាមួយណាមិនត្រឹមត្រូវអញ្ចឹងឧទាហរណ៍ថាសំណួរទី1នេះខ្ញុំទៅកែចម្លើយថាតើចម្លើយណាត្រឹមត្រូវអញ្ចឹងខ្ញុំចុចលើពាក្យរូបសញ្ញាបិចនេះណាចុចសញ្ញាបិចហ្នឹងមកដើម្បីអាចបង្កើតថាតើណាត្រឹមត្រូវយើងគ្រាន់តែ tick លើវាមកអញ្ចឹង tick លើវាមកហើយលោកគ្រូគ្រាន់តែចុចពាក្យ save នេះសញ្ញា tick នេះណាចុចកន្លែងណាដែលមួយឧទាហរណ៍លោកគ្រូមើលសំណួរថាតើសំណួរណាត្រឹមត្រូវហើយលោកគ្រូគ្រាន់តែចុចលើវាមកហើយចុចសញ្ញា tick មកជាការស្រេចហើយដើម្បីអាចឲ្យលោកបន្តទៀតបើសិនករណីលោកគ្រូមានសំណួរដល់5លោកគ្រូធ្វើទាំងអស់មកណាធ្វើទាំង5សំណួរហ្នឹងមកហើយtick លើសំណួរឲ្យ5ហ្នឹងមកហើយបន្តទៅគ្រប់5សំណួរទៅអញ្ចឹងខ្ញុំបាន4សំណួរ3សំណួរហើយខ្ញុំ tick បន្តទៀតខ្ញុំធ្វើឲ្យបាន5សំណួរតែម្ដងដើម្បីលោកគ្រូអាចមើលឃើញណាអញ្ចឹងនេះអ្វីដែលខ្ញុំបានធ្វើអញ្ចឹងលោកគ្រូអាចយកទៅមើលជាឧទាហរណ៍បានណាអញ្ចឹងពេលយើងកែសម្រួលវាយើងអាចដាក់ថាតាណាត្រឹមត្រូវអីដាក់តាមហ្នឹងទៅបាទអញ្ចឹងពេលដែលយើងកែសំណួរថាតាណាមួយត្រូវខុសហើយយើងគ្រាន់តែពាក្យ save មកជាការស្រេចនេះណាអញ្ចឹង save and exit បាទអញ្ចឹងនៅពេលដែលវាយើងបាន save ហើយវានឹង load នៅក្នុងកម្មវិធី library របស់យើងបានជាក់ស្ដែងនេះគឺឃើញពាក្យសាកល្បងណាអញ្ចឹងពេលយើងធ្វើហើយវាចេញមកសាកល្បងណាជាអ្វីដែលយើងបានធ្វើហើយអញ្ចឹងបើយើងបានធ្វើហើយវានឹង load ចូលនៅក្នុង library នេះឯងឥឡូវលោកគ្រូចូលទៅកម្មវិធីទៀតចុះទៅកម្មវិធី Discover នេះអញ្ចឹងនៅពេលលោកគ្រូអត់ចង់បង្កើតសំណួរខ្លួនឯងទេលោកគ្រូចង់ទាញសំណួរពីគេមកវិញដែលសំណួរពីគេហ្នឹងគឺមានច្រើនណាស់លោកគ្រូអាចទាញបានរយៈកម្មវិធី Maths ពីគេកម្មវិធីគណិតវិទ្យាកម្មវិធី ELA នេះកម្មវិធីរបស់វិទ្យាសាស្ត្រកម្មវិធីសាស្ត្រសង្គមកម្មវិធីជាភាសាបរទេសលោកគ្រូអាចទាញមកបានអញ្ចឹងលោកគ្រូអាចចង់ទាញសំណួរណាឬក៏លោកគ្រូកំពុងតែរៀនមុខវិជ្ជាណាលោកគ្រូអាចទាញមកបានតែខ្ញុំទាញមកចឹងចោះអញ្ចឹងលោកគ្រូអាចមើលតើក្នុងមុខវិជ្ជាម៉ាត់ដែលគេមាននៅក្នុងនេះលោកគ្រូអាចយកអាណាមួយមកប្រើបានអញ្ចឹងបើសិនលោកគ្រូអាចឃើញវាស្រួលណាអាចសូមសិស្សយើងធ្វើបានលោកគ្រូអាចទាញវាបានមកគ្រាន់តែចុចលើពាក្យថា copy នេះ copy ណា copy to my Socrative account អញ្ចឹងនៅពេលលោកគ្រូឃើញហើយលោកគ្រូគ្រាន់តែ copy to my Socrative account ទៅវានឹងចេញមកហើយនេះអញ្ចឹងពេលលោកគ្រូ copy ទៅវាចាក់ imported នេះណាពេល copy បានសម្រាប់វាចុច imported នេះអញ្ចឹងវាចុច imported ទៅគ្រូវានឹង load នៅក្នុង library បានសម្រាប់នេះអញ្ចឹងទៅមើលម្ដងទៀតនេះអញ្ចឹងពេលយើង copy វាមកវានឹង load ឲ្យមកនេះណាវាថា number ascend នេះជាអ្វីយើងបាន copy មកមុនហ្នឹងអញ្ចឹងពេលលោកគ្រូបានចង់ទីហោកំពុងតែអត់ចង់បង្កើតទេចង់ធ្វើចង់ copy របស់គេមកប្រើអញ្ចឹងគ្រូគាត់ចុច cover មកហើយទៅស្វែងរកថាតើយើងចង់ប្រើណាមួយមកជាការស្រេចហើយណាហើយតើតើជាមួយនឹងតើនៅពេលយើងបង្កើតសំណួរហើយតើយើងចង់ឲ្យកូនសិស្សលេងបែបណាអញ្ចឹងលោកគ្រូចុចចង់ឲ្យកូនសិស្សលេងលោកគ្រូគ្រាន់តែចុចនៅពាក្យlaunch នេះណា launch នេះហាអញ្ចឹងលោកគ្រូចុច launch ហើយលោកគ្រូឃើញចេញពាក្យថាមាន quiz នេះមាន quiz មាន space race មាន executive អញ្ចឹងដើម្បីលោកគ្រូអាចធ្វើឲ្យកូនសិស្សលេងបានលោកគ្រូចុចលើ quiz នេះមកបាទហើយលោកគ្រូបើករណីលោកគ្រូកំពុងតែឲ្យកូនសិស្សធ្វើ
អ្វីមួយវានៅក្នុងវាអាចឲ្យលោកគ្រូទៅបន្តការងារគ្នាមួយទៀតបានដែរអញ្ចឹងលោកគ្រូគ្រាន់តែចុច finish អ្វីដែលយើងបានធ្វើឲ្យសិននេះចុច finish មកអាសាខ្ញុំមិនទាន់បាន finish ការងារមួយអញ្ចឹងយើងចុច finish ហើយវានឹងលោតឲ្យយើងជ្រើសរើសតើយើងចង់ឲ្យកូនសិស្សយើងជ្រើសរើសធ្វើឬក៏អនុវត្តquiz មួយណាអញ្ចឹងលោកគ្រូគ្រាន់ចុចលើ quiz មួយហ្នឹងមកទីឲ្យខ្ញុំចុចដល់សាកល្បងចាប់ព្រោះសាខ្ញុំមិនបានបង្កើតសាកល្បងនេះណា5សំណួរមិញនេះអញ្ចឹងនៅពេលលោកគ្រូចូលដល់សាកល្បងនេះហើយលោកគ្រូគ្រាន់តែជ្រើសរើសតើលោកគ្រូចង់ឲ្យកូនសិស្សហ្នឹងពេញឈ្មោះដែរអត់លោកគ្រូចង់ឲ្យសំណួរហ្នឹងវា random អីអត់ចម្លើយ random ដែរអត់អញ្ចឹងលោកគ្រូអាចជ្រើសតាមអញ្ចឹងណាហើយលោកគ្រូចង់ឲ្យកូនសិស្សហ្នឹងឃើញបន្ទុកស្របរបស់គាត់ឲ្យលោកគ្រូអាចចុចបានអានេះណាចុចហើយចុច launch ណាបាទ launch ហើយវានឹងឲ្យកូនសិស្សចាប់ដើមធ្វើបានលុះត្រាតែលោកគ្រូចុច invite កូនសិស្សនេះជាផ្ទាំងដែលលោកគ្រូអាចឃើញដែលអ្វីដែលយើងអាចដាក់កូនសិស្សធ្វើនេះអញ្ចឹងមាន5សំណួរវាលោតឡើងនេះឲ្យអញ្ចឹងលោកគ្រូចុច invite កូនសិស្សមក invite មាន2កន្លែងនេះណាកន្លែងហ្នឹងមួយកន្លែងនេះមួយអញ្ចឹងលោកគ្រូចុច invite មួយណាក៏បានដែរចុច invite នេះលើនេះមកហើយវានឹងចុច QR កន្លែងនេះអញ្ចឹងបើកាលណាកូនសិស្សលោកគ្រូក៏មាន QR ឃើញ QR នេះហើយលោកគ្រូគ្រាន់តែចុចឲ្យកូនសិស្ស join ទៅវាជាការសាច់ហើយកូនសិស្សអាច play បានណាជាកូនសិស្សអាច play បានកន្លែងហ្នឹងអញ្ចឹងកន្លែងហ្នឹងកូនសិស្សអាច play បានចំពោះករណីដែលលោកគ្រូចង់ឲ្យគាត់លេងណាអាហ្នឹងខ្ញុំទៅបង្ហាញប៉ុណ្ណឹងសិនអញ្ចឹងខ្ញុំដល់ពេលដែលលោកគ្រូចប់កូនសិស្សហើយលោកគ្រូចុច live result នេះអញ្ចឹងដល់ពេលដែលគ្រូចុច live result នេះវានឹងចេញឲ្យបែបនេះអញ្ចឹង live result នេះលោកគ្រូចុច finish មកដើម្បីបញ្ចប់ការងាររបស់លោកគ្រូនេះដើម្បីឲ្យលោកគ្រូអាចឲ្យដឹងថាតើកូនសិស្សលោកគ្រូហ្នឹងមានតន័យបានធ្វើឯណាអញ្ចឹងលោកគ្រូចុច finish result នេះ finish activity នេះណា finish activity ព្រោះឯមិញយើងបានដាក់គាត់ធ្វើហើយអញ្ចឹងយើងចុច finish activity មកដើម្បីជាការបញ្ចប់នៅការដាក់ពីកូនសិស្សធ្វើមិញហ្នឹងចុច finish មកហើយវាសួរយើងចុច finish ដាក់អត់អញ្ចឹងចុច finish មកណាបាទអញ្ចឹងយើងចុច finish ហើយយើងនឹងមានយើងចង់ដឹងតើកូនសិស្សយើងធ្វើបានកម្រិតណាយើងចូលទៅក្នុង report របស់យើងនេះណាចូលក្នុង report របស់យើងនេះហើយយើងមើលតើកូនសិស្សណាបានធ្វើបានប៉ុន្មានយើងអាចចុចលើវាបាននេះជាងអាចសាកល្បងមើលទៅណាអញ្ចឹងយើងចុចលើវាមកយើងអាចមានតន័យណានេះអញ្ចឹងកាលណាដែលកូនសិស្សធ្វើខុសឬត្រូវអីវាដាក់សញ្ញាតាមជាក់ស្ដែងខុសគឺមានសញ្ញាពណ៌ក្រហមណាហើយបើត្រូវគឺមានសញ្ញា tick បែបហ្នឹងអញ្ចឹងបើករណីកូនសិស្សណាមួយទីឲ្យកូនសិស្សឈ្មោះនេះចាស់ជាចន្ទ្រាបានធ្វើសំណួរទី1ត្រូវទី2ត្រូវទី3ត្រូវទី4ត្រូវទី5ត្រូវប៉ុន្តែទី1អត់ត្រូវអញ្ចឹងកាលណាវាចេញមកអញ្ចឹងវាជា report ដែលយើងបានដឹងថាកូនសិស្សហ្នឹងធ្វើបានកម្រិតណាអញ្ចឹងយើងអាចទាញវាបានដែរណានៅពេលដែលគុណគ្រូចង់បានទិន្នន័យនឹងដើម្បីផ្ញើកូនសិស្សមកគ្រូគ្រាន់តែចុចលើ export result នេះមកណា export result នេះមកដើម្បីយើងអាចប្រើបានអញ្ចឹងពេលគ្រូវាចុច export result វាចេញផ្ទាំងមកបែបនេះហើយលោកគ្រូអាច download ទៅចុច download ហើយវានឹងចេញឲ្យលោកគ្រូលុបនៅកន្លែងនេះណាអញ្ចឹងវាលុប unloading អញ្ចឹងលោកគ្រូពេលវាចាប់ហើយលោកគ្រូចុច close ទៅហើយលោកគ្រូចុចនៅកន្លែងនេះចុចកន្លែងនេះដើម្បីយើងអាចដឹងថាវានៅកន្លែងណាចឹងលោកគ្រូឃើញផ្ទាំងមួយនេះជាអ្វីដែលបាន download បានមកមិញណាចឹងលោកគ្រូគ្រាន់តែចុចលើវាមកហើយចុចថា show folder មក show folder វានឹង load ទៅដល់កន្លែងណាដែលយើងចង់បានហើយយើងគ្រាន់តែ copy លើវាមកនេះយើងចុច mouse តាមលើវាក៏បានឬក៏ control C ក៏បានដែរនេះយើងចុច copy ហើយយើងចុច copy វាមកនេះចុចថា copy ណាយើង copy control C ហើយយើងអាចផ្ញើកូនសិស្សតាម Telegram ឲ្យតាមចាក់ស្ដែងយើងអាចផ្ញើបានហើយណានេះគឺជាអ្វីដែលយើងអាចប្រើប្រាស់បានដើម្បីលេងជាមួយនឹងកម្មវិធី Socrative ហើយចំពោះមិញខ្ញុំបានបង្ហាញតទៅជាមួយនឹងការបង្កើតសម្រស់សំណួរដោយប្រើប្រាស់កម្រងសំណួរមានស្រាប់ឥឡូវខ្ញុំសូមលោកគ្រូទៅមើលរបៀបបង្កើតសម្រស់សំណួរមួយទៀតដែលជាសំណួរប្រភេទដែលបង្កើតដោយខ្លួនឯងអត់ចាំបាច់ទៅពីគេហើយក៏មិនចាំបាច់បង្កើតសំណួរតាមរយៈការ copy paste ដែរអញ្ចឹងលោកគ្រូគ្រាន់តែចូលទៅកន្លែង lab វាដដែលហើយលោកគ្រូចូលទៅក្នុង add quiz នេះប៉ុន្តែដោយសារតែវាលោតចេញនេះណាfile អញ្ចឹងបើករណីវាលោតសញ្ញាអញ្ចឹងលោកគ្រូអត់អាចចុចកុំព្យាយាមចុច upgrade វាណាលោកគ្រូគ្រាន់តែចុចលើកម្រងសំណួរណាមួយលោកគ្រូចង់លុបវាចោលទៅហើយគ្រូអាចបង្កើតកម្រងសំណួរបានទៀតដែរណាតែហើយខ្ញុំចង់លុបនេះចោលមកចាស់ខ្ញុំលុបនេះចោលមួយខ្ញុំចង់លុបក្រុមនេះចោលមួយណាអញ្ចឹងខ្ញុំចុចលើកន្លែង tray 3នេះ tray 3ហ្នឹងហើយលោកគ្រូឃើញពាក្យថា
Tất thể bài năng là cuốn ai khơi bị share bị duplicate bị move bị download bị chừng chuột bị delete nó delete nó hai delete nó chỉ cả sẽ chừng aiประกาศ bàn thế này bàn này đó chừng chừng ảnh delete ta nhưng chừng chăm cảคนai là cuốn cú chuột ai khơi này má hai là cuốn cú chuột do lại blank này chuột lại blank này cú ai បង្កើត snow ខ្លួនឯងបានតែ snow ហ្នឹងគូទៅដំបូងផុតគឺទៅ line នេះ line បង្កើតចំណងជើងវាមកចំណងជើងអីគេចំណងជើង ABC តាមចិត្តដៃមកទីហៅចំណងជើងវាតមកលោកគ្រូនឹងបង្កើត quiz តាមរយៈការបង្កើតសំណួរវាអាចជ្រើសរើសបាន3ប្រភេទណាតាម multiple choice យើងអាចយក true or false ឬមកអាចshort answer អញ្ចឹងខ្ញុំសាកទីហៅលោកគ្រូធ្វើមួយតាមចិត្តដៃនេះហើយជាសំណួរទីហៅនេះសំណួរក្នុងសាកសួរណា ABC អញ្ចឹងទៅខ្ញុំសាកបងទៅណាលោកគ្រូអាចសាកបងតាមនឹងបាន ABC ហើយចម្លើយយើងអាច A B ឬក៏ C ណាតាមចិត្តដៃ D អញ្ចឹងទៅអញ្ចឹងលោកគ្រូអាចជ្រើសតាមចិត្តដៃទៅណានេះជាសំណួរ multiple choice បន្តមកលោកគ្រូអាចជ្រើសរើសណាមួយត្រូវលោកអាច tick មកហើយលោកគ្រូចង់បង្កើត image ឬដាក់រូបភាពអីអាចជ្រើសរើសអានេះបានណាបន្តមកលោកគ្រូចុចសញ្ញា tick បាទបន្តមកទៀតលោកគ្រូអាចបង្កើតសំណួរទៀតតាមរយៈ true or false អាចដាក់បង្កើតសំណួរមកហើយសំណួរនេះយើងអាចជ្រើសរើសបានករណី ABC true or ណា ABC បើករណីវា true លោកគ្រូដាក់ true មកតែបើវា false លោកគ្រូដាក់ false មកហើយលោកគ្រូដាក់បន្ទុកអីផងណាបន្ទុកអាចយក3ក៏បាន2ក៏បានតាមចិត្តដែរហើយយើងចុច tick មកណានេះជាសំណួរ short answer ជាប្រភេទ ABC true false ហើយបើករណីជា short answer លោកគ្រូគ្រាន់តែចុចសំណួរមក ABC មក ABC ហើយលោកគ្រូចុច answer តើចម្លើយដាច់ខាត់សោះតើតាមពេញតាមដែលអ្វីដែលយើងបានពេញហ្នឹងអញ្ចឹងគេបើសិនតែសិស្សពេញទៅតាមចិត្តតែយើងពេញទេសិស្សបានបន្ទុកទេឡើយហ្នឹងណាអញ្ចឹងយើងចុច tick មកហើយយើងចុចមកយើង save answer ជាការស្រេចណាហើយយើង save វាមកនេះអញ្ចឹងវានឹងលោតឲ្យមកហើយណាអញ្ចឹងបើករណីលោកគ្រូចង់ឲ្យគាត់សិស្សលេង line មិនទៀតលោកគ្រូគ្រាន់តែចុច line library line launch ហ្នឹងមកហើយចុច quiz មកហើយជ្រើសរើសអា line ហ្នឹងមកយើងអាចឲ្យគាត់សិស្សលេងបានហើយណាចឹងតើតើជាមួយនឹងការបង្កើត quiz ការរបៀបលេងរបៀបទីរបាយការណ៍របៀបយកសំណួរគេមកប្រើប្រាស់លោកគ្រូអាចមើលវីដេអូនេះបានខ្ញុំមានតែប៉ុណ្្នឹងទេចឹងជាចុងក្រោយលោកគ្រូអាចមើលវីដេអូនេះហើយអាចមានចម្ងល់បន្ថែមអាចcommentខាងក្រោមវីដេអូបានណាចឹងចុងក្រោយខ្ញុំបាទសូមអរគុណច្រើននិងសូមជម្រាបលា